វីដេអូថ្ងៃនេះគឺថាมันបានទៅបោះតង់នៅណាទីដោយសារតែយើងដាច់បាយហើយអញ្ចឹងយើងត្រូវមកដាក់បកាយដើម្បីរកអីហូបដើម្បីបន្តជីវិតរស់សារតែបោះតង់នឹងវាត្រូវការចាយលុយខ្លះដើម្បីបានទៅដល់កន្លែងបោះតង់ថ្ងៃនេះដែរខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកដាក់បកាយយកត្រីស្រែទាំងអស់គ្នាសិនជាចង់ដឹងថាការដាក់បកាយរបស់ខ្ញុំមួយយប់នឹងបានត្រីប៉ុណ្ណាខ្លះកុំភ្លេចតាមដានទស្សនាវីដេអូនេះដល់ចប់ទាំងអស់គ្នាខាត់ធ្ងន់នេះជម្រាបសួរក៏សួស្ដីទៅកាន់អ្នកដែលកំពុងតែមើលវីដេអូនេះទាំងអស់គ្នាថ្ងៃនេះដែលយើងនឹងធ្វើការដាក់បកាយនៅបេភូមិដែរទេមិនជាឆ្ងាយពីភូមិប្រហែលទេប៉ុន្តែធ្វើការជិះម៉ូតូដើម្បីទៅដល់កន្លែងដែលយើងត្រូវដាក់បកាយដោយសារតែកន្លែងដាក់បកាយគឺយើងមានផ្លូវយើងអាចជិះម៉ូតូទៅដល់អញ្ចឹងគឺយើងត្រូវជិះម៉ូតូដើម្បីយកទៅទុកនៅខ្ទមប្រូតុងឃើញថាតាមផ្លូវដែលយើងជិះទៅទេសភាពស្អាតមែនទេហើយនេះគឺជាបកាយដែលយើងត្រូវដាក់ថ្ងៃនេះឯងគឺថាបកាយប្រូតុង90បកាយហើយបកាយខ្ញុំ25ហើយនឹងបកាយអនងរបស់គាត់ទៀតសរុបទៅគឺថាច្រើនខ្លាំងមែនទេសម្រាប់នុយរបស់យើងគឺថាយើងប្រើនុយចលេនទេហើយក៏សូមអធិស្ឋានទៅកាន់អ្នកដែលមើលវីដេអូនេះដែលគាត់មានការខ្ពើមទៅលើចលេនក៏សូមខន្តីអភ័យទោសផងនុយរបស់យើងគឺថាយើងមិនប្រើតែនុយចលេនទាំងអស់ទេយើងប្រើនុយកូនកែបដែលប៉ុន្តែកូនកែបគាត់មកក្រោយប្រូអ៊ីតគាត់យកកូនកែបមកក្រោយអញ្ចឹងទៅយើងក៏ថតបានដែលយើងកាប់នុយចលេនអញ្ចឹងយើងក៏ដាក់នុយចលេនមុនចាំគាត់បន្ទាប់ពីកាប់នុយរួចហើយយើងក៏នាំគ្នាដើររោមើលកន្លែងដែលយើងត្រូវដាក់បកាយដើម្បីយើងដាក់ចាំកូនកែបគាត់មកដល់យើងនឹងបិទកូនកែបបដិឥឡូវយើងបិទនុយចលៀនចាំកើតបដិគឺថាប្រឡងដែលយើងដាក់នឹងតំណងខ្លាំងមែនទេតែរឿងត្រីបានមានតែចាំមើលវីដេអូនេះទាំងអស់គ្នាទេសម្រាប់ត្រីគឺថាវាមិនអត់ទេគ្រាន់តែថាវាមិនសូវសម្បូរត្រីធំដូចកាលមុនឥឡូវវាមានដែរតែវាមានត្រីតូចល្អិតអត់ទៅមានធំដូចលើកមុនទេបើកាលឆ្នាំមុនប្រឡងស្អាតទេថាមិនបាច់និយាយទេត្រីរឿងត្រីធំដូចដែលឃើញក្នុងវីដេអូនេះស្រាប់ហើយដើរព្រៃខែនេះមិនខ្វះទេផ្លែឈើព្រៃមានផ្លែត្រៀលផ្លែពាកពេញតែព្រៃហ្នឹងឯងស្រាប់អ្នកដែលចូលចិត្តត្រៀលគឺថាត្រូវហើយខ្ញុំកន្លែងដែលខ្ញុំដើរនេះគឺថាសម្បូរត្រៀលខ្លាំងមែនទែនខ្ញុំបេះបានមួយកណូខ្ញុំបេះបាន4-5ចកហ្មងតែសំខាន់ដើរដាក់បកាយដើរលេខបាត់អត់ដឹងជ្រុះនៅកន្លែងណាត្រៀលបន្ទាប់ពីខ្ញុំដាក់បកាយខ្ញុំ25បកាយរួចហើយថាមកមើលប្រូតុងគិតដាក់បិទនុយអាបកាយនងគិតអត់ទាន់បិទនុយទេដោយសារតែគិតនៅវេផលិតដើម្បីយកប្រឡងដើម្បីដាក់នុយហ្នឹងក៏ជួយវេប្រឡងគិតបានហើយជួយបិទនុយគិតរួចហើយបាននាំគ្នាទៅដាក់បកាយនៅសល់តទៀតហើយតាមកលែងដែលដាក់នឹងគឺថាតំណងខ្លាំងមែនទែនដូចតែឃើញនៅក្នុងវីដេអូនេះស្រាប់ហើយប្រឡងណាក៏ដូចប្រឡងណាដែរគឺថាមើលទៅថាតំណងខ្លាំងមែនទែនបើដូចលើកមុនគឺថាត្រីមិននឹងយកទៅផ្ទះអស់នឹងអត់ទេឥឡូវមិនដឹងមិនដែលទឹកមានប៉ុន្តែត្រីវាអត់សូវមានដូចមុនទេវាមានវើលហើយត្រីល្អិតហើយប្រូតុងបន្ទាប់ពីកិតបិទនុយនោះរួចហើយកិតក៏មកយកបកាយរបស់កិតមកដុំដើម្បីទៅដាក់នៅក្បែរបកាយនងរបស់កិតហើយបន្ទាប់ពីយើងដាក់បកាយអស់ជាងពាក់កណ្ដាលប្រូអ៊ីតកិតគេយកកូនកែបមកដល់ល្មមយើងក៏បិទកូនកែបពាក់កណ្ដាលនុយចលេនពាក់កណ្ដាលយើងមិនបិទនុយចលេនទាំងអស់ទេបកាយរបស់យើងមកដាក់បកាយថ្ងៃនេះគឺថាមានសមាជិករបស់យើងចូលរួមច្រើនមែនទែនប្រូណងហើយនឹងសៀងកិតមកតាមក្រោយដោយសារតែកិតចង់មកដើរលេងដែលហើយណាមួយសៀងខ្ទមកិតនៅក្បែរកលែងដែលយើងដាក់បកាយដែលកើតក៏មកលេងដោយសារតែយើងចង់មកមើលទេសភាពស្រកស្រែពេលល្ងាចវាព្រោះវាស្អាតដោយសារតែយើងមកដាក់បកាយនេះក៏មិនបានដាក់យកទៅណាលក់ដូរឲ្យដែរគេថាមកដាក់ដើម្បីទៅដុតហូបជុំគ្នាសបាយជុំគ្នាបន្ទាប់ពីយើងសៀងហើយនឹងប្រូណងគេមកដល់ខ្ញុំគ្នាដុតភ្លើងនេះឃើញដុតឆេះលឿននេះតាមពិតដុតមែនទែនដុតជាងកន្លះម៉ោងត្រឹមតែដុតភ្លើងនេះបានឆេះប្រូណងដើររូអស់ចង់មកព្រៃត្រឹមតែដុតភ្លើងបានឆេះដុតភ្លើងឆេះហើយអីហើយប្រូតុងដើរមើលបកាយមួយសាយកត្រីមកដល់ល្មមត្រូវអាំងស្រេចប្រូណងកាប់តបត់កាប់អីហើយដាក់អាំងអាត្រីដែលប្រូតុងមើលបកាយមកតាដាក់រៀបចំអាំងត្រីប្រូសុកមកដល់ល្មមប្រូសុកគឺតែគិតបានមួយយូរដែរគិតមកលេងតែមកផ្លេតហើយតែ1ម៉ោង2ម៉ោងអីទៅផ្ទះវិញហើយបើពួកខ្ញុំនៅដល់ម៉ោង1ជាងត្រឹមទៅផ្ទះខ្ញុំ3នាក់ប្រូតុងហើយនឹងអាដាមកតាំងពីម៉ោង3ម៉ោង1ជាងបានទៅផ្ទះតែពីដុតភ្លើងអាំងត្រីប្រូតុងមកសាហើយខ្ញុំក៏ដើរមើលបកាយរបស់ខ្ញុំដែលខ្ញុំដាក់នៅក្បែរនោះគឺថាវាមិនអត់សោះទេតែជាបដិហើយគាត់ថាត្រីដូចដែលអ្នកនរគ្នាឃើញស្រាប់ហើយត្រីវាមិនធំប្រហែលទេតែពីដោះអាត្រីដែលជាបមួយនោះរួចហើយដើរមើលបកាយតទៀតល្មើសជើងអូនមើលទៅក្រមឆ្លើងឡើងប៉ប៉ិនមេដៃដូចតែឃើញស្រាប់ហើយថាធំមែនទេខ្ញុំបេះអត់ចង់ចេញហើយជើងខ្ញុំឈាមឡើងហូរឡើងលហាមតែខ្ញុំអត់បានថតដាក់ក្នុងវីដេអូព្រោះខ្លាច Facebook វាចាប់ទើបពីបេះឆ្លើងនោះរួចហើយចាប់ដើមមើលបកាយមួយសាទាំងអស់ជាមួយគ្នាហើយត្រីដូចតែអ្នកនរគ្នាឃើញត្រីវាអត់មិនអត់ទេវាមានគ្រាន់តែថាវាមិនសូវជាមានត្រីធំដូចខ្ញុំនិយាយមែនដែរត្រីវាមានត្រីធំហើយពាក្យច្រើនអស់តនុយមានជិបត្រីទេបកាយយើងដាក់មកជួ10 20បកាយទេជិបត្រី1 2អស់នុយ4 10អីទៅអ្នកនរគ្នាដែលមើលវីដេអូនេះស្ដាប់សលេងរបស់ខ្ញុំស្ដាប់
តូរៀងក៏ងួបេរ៉េអីនឹងវាមានខ្ញុំគាត់អីឬក៏ផ្ដាសាយគុណនេះដោយសារតែខ្ញុំបាត់កាសដែលខ្ញុំត្រូវ voice over នឹងវាបាត់ត្រូវ record clean នឹងវាបាត់កាសអញ្ចឹងខ្ញុំនិយាយផ្ទាល់ជាមួយនឹង iPhone ទូរស័ព្ទនឹងវាមិនសូវស្រូបស្លេកបានល្អទេហើយណាមួយវីដេអូដែលអ្នកនរគ្នាមើលខ្ញុំថតដល់នឹងថតក៏ទូរស័ព្ទកាត់ក៏ទូរស័ព្ទផុសក៏ទូរស័ព្ទចឹងទូរស័ព្ទមួយរបស់ខ្ញុំប្រើរាល់ថ្ងៃកាត់វីដេអូផងថតវីដេអូផងផុសផងយើងទូរស័ព្ទនឹងឡើងចង់វល់អស់ហើយចូលសាច់រឿងយើងវិញបកាយដែលប្រូតុងក៏ដើដាក់នឹងជិបត្រីបានប្រហែលជា2 3ហើយនឹងទេហើយបើបកាយណូមកគិតនឹងបានថាត្រីមួយនេះដូចតែគិតឃើញគិតកំពុងដោះនេះបានត្រីមួយប៉ុណ្ណេះបកាយណូចង់100 play បានត្រីមួយហើយនេះខ្ញុំខ្ជិលដើឆ្លងវាងអូដើកាត់អូនឹងហើយត្រីនេះដូចតែអ្នកនរគ្នាឃើញស្រាប់ហើយត្រីនឹងបានប៉ុណ្ណេះឯងបន្ទាប់ពីយើងអាំងហើយយើងដើមើលមួយសារទៀតដើមើលបកាយនឹងសៀងក៏ជ្រុះបាត់កាសមិនដឹងតែជ្រុះតាំងពីកាលណាដល់សល់ដល់ប្រអប់ដើឡើងមកកណាត់យប់ហើយមិនដឹងក៏ដើទៅដល់ត្រឹមណាខ្លះមិនដឹងតែកាសនោះវាជ្រុះនៅណាឥឡូវនៅសល់ទៅប្រអប់មិនដឹងទៅរោដល់ណាបានឃើញសាច់កម្មជាងគេដល់ហើយដើទៅលើភ្លឺសក់នឹមគ្នាដើរោទាំងយប់នឹងរោធ្វើម៉េចឃើញមើលមិនដឹងជ្រុះនៅណាតែពីដើរោកាសមិនឃើញហើយក៏បកមកវិញមកកលេងតែដុតភ្លើងអាំងត្រីនឹងអ្នកខ្លះក៏គិតហូបបាយហូបអីទៅខ្លះគិតឃ្លានបាយគិតហូបបាយប្រូដាអីបងសៀងអីគិតឃ្លានបាយគិតនឹមគ្នាហូបបាយបកាយដែលពួកខ្ញុំដាក់នោះមានដាក់តែមកកលេងទេដាក់2កលេងយប់ជ្រៅបន្តិចឃើញថាវាមិនសូវមានត្រីស៊ីនឹងគ្នាដើរសាបកាយយកទៅដាក់កលេងស៊ីវិញកលេងដែលខ្ញុំដាក់លើកមុននោះវារៀងដាក់តាមលក្ខណៈមើលបឹងមើលអូអញ្ចឹងទៅពេលយប់ជ្រៅបន្តិចវាមិនសូវមានត្រីស៊ីចាប់ផ្ដើមនឹងគ្នាសាយកទៅដាក់នៅឯកលេងតាមស្រែនៅតាមបន្លាយទឹកតាមវាស្រែវិញបកាយវារៀងច្រើនដែលត្រឹមទៅសាបកាយរួចបានយកទៅដាក់នៅម៉ោង10 ជិត 11ឯងត្រឹមបានយកទៅដាក់នៅកលេងមកកលេងទៀតដល់មកកលេងទៀតដុតភ្លើងអាំងទៀតទាំងយប់ទៀតហ្នឹងអត់មានបាក់កម្មញ៉ៃច្រើនទេបានអត់សំខាន់គឺថាអាំងហើយព្រោះយើងមកដាក់នេះបានដាក់យកទៅណាទេដាក់ដើម្បីអាំងហូបជុំគ្នាសបាយដូចអ្នកអស់គ្នាឃើញស្រាប់ហើយម៉ោង11 ជិត 12ពួកខ្ញុំនៅគ្នាដើរមើលបកាយហើយលើកទី1របស់ខ្ញុំក្នុងឆាកជីវិតហើយដែលខ្ញុំឃើញបកាយមួយជិបត្រី2បកាយមួយផ្លែជិបត្រី2ដូចអ្នកអស់គ្នាឃើញបកាយមួយនេះវាជិបត្រី2ជិបត្រីត្អូនមួយហើយនឹងត្រីផ្ទក់មួយតិចច្រឡំឃើញជិបត្រី2និយាយថាខ្ញុំយកទៅដាក់ហើយខ្ញុំបានយកទៅដាក់ទេវាជិបចេះមានវាជិប2មានអត់បានយកទៅដាក់ទេដើរម៉ោង12ជាងវាឌីលក់បាត់ហើយវាងុយឌីវាខ្លាំងវាប្រុងយកអាកៅស៊ូភ្លៀងខ្ញុំយកទៅក្រាលឌីខ្ញុំមិនអោយយកទៅក្រាលវាឌីនៅដីនឹងថ្នល់មកហើយទៅពីត្រីដែលអាំងនោះឆ្អិនដើរមើលបកាយហើយអាត្រីដែលអាំងឆ្អិននោះក៏នឹមគ្នាហូបជុំគ្នាមកសន្ទុកម៉ោង12កន្លះក៏នឹមគ្នាដើរសាបកាយទៅផ្ទះរឹមទៅសាបកាយហើយវាយប់ម៉ោង12 ជិត 1ហើយអាពេលដើរសានោះគេថាចូលអាធំ 2 3ដែរវាមិនធំពេកទេតែវាធំគួរសមវាធំជាងគេក្នុងមួយចំណោមត្រីដែលដាក់បកាយបាននៅយប់នោះអ្នកអរគ្នាឃើញហើយវាចិត្តប៉ុនក៏ដៃខ្ញុំវាមានន័យថាវាធំជាងគេក្នុងមួយចំណោមបកាយដែលយើងដាក់យប់នោះបកាយសរុបចូលទាំងអស់ចូលជិត200បកាយហើយតែបើសរុបជាត្រីបានប្រហែលជាបាន3គីឡូទេវាអត់បកាយវាច្រើនប៉ុន្តែត្រីបានតិចវាអត់សមជាមួយនឹងត្រីដែលបានសក់ត្រីដែលនៅសល់ពីអាំងចុងក្រោយនឹងទុកអោយប្រូតុងក៏យកទៅផ្ទះទាំងអស់ដោយសារតែបកាយគិតច្រើនជាងគេចឹងក៏ទុកអោយគិតយកត្រីទៅផ្ទះដែរប្រូណងបកាយដែលប្រូណងដើររាយចុងក្រោយគេប្រមាណបកាយនោះត្រីទាញនឹងបាត់ផ្លេសូននៅទឹកខ្សែមិនដឹងជាត្រីធំប៉ុណ្ណាទាញបកាយនឹងបាត់ផ្លេសូននៅតែដងបកាយនឹងខ្សែបន្ទាប់ពីនឹងគ្នាសាបកាយហើយរឹបបកាយគ្រប់ចំនួនអស់ហើយចាប់ផ្ដើមនឹងគ្នារៀបចំទៅផ្ទះម៉ោង12 ជិត 1ហើយត្រឹមតែបានទៅដាស់អាដាដូរគ្នាដាស់2 3នាក់ដាស់វាមិនចង់ងើបនឹងវាដេកលក់មែនទេមិនដឹងវាដេកធ្វើដេកលក់ដាស់វាលើគ្នា2 3នាក់ដាស់វាមិនចង់ភ្ញាក់ដាស់វាភ្ញាក់ហើយវាចង់ឲ្យគេដុបវាទៀតម៉ូតូជិះម៉ូម្នាក់មួយវាឲ្យគេដុបវាទៅនឹងមានណាដុបវាទៅបើម៉ូតូជិះម៉ូម្នាក់មួយហើយសម្រាប់វីដេអូដាក់បកាយថ្ងៃនេះគឺមានតែប៉ុណ្្នឹងឯងហើយក៏អរគុណសម្រាប់អ្នកទាំងអស់គ្នាដែលបានមើលវីដេអូនេះមកដល់ទីបញ្ចប់ហើយក៏អ្នកដែលមើលវីដេអូនេះដល់ចប់កុំភ្លេចខមមិនថាបានមើលដល់ចប់ម្នាក់មួយផងដើម្បីខ្ញុំបានដឹងថាណាគេខ្លះបានមើលវីដេអូរបស់ខ្ញុំដល់ចប់អរគុណច្រើនជួបគ្នាជាមួយខ្ញុំវីដេអូក្រោយ